ការពិសាបដាមុននោះដូចជាបានផុសវីដេអូធ្វើបុកលហុងស្រែនៅស្រុកបងប្អូនហើយក៏គិតថានៅមានវីដេអូទៀតអញ្ចឹងយកមកកាត់បញ្ចូលសលេងខ្លះទៅដើម្បីកុំឲ្យបងប្អូនភ្លេចខ្ញុំអញ្ចឹងណាបងប្អូនហើយវីដេអូនេះដែរគឺបន្ទាប់ពីបុកលហុងហើយហ្នឹងគឺនាំគ្នាទៅដើរលេងនៅវាលដែលធ្លាប់ឃ្វាគោពីមុនណាបងប្អូនដោយសារទៅនៅនឹងមានទេសភាពឡងខៀវហ្មងដោយសារខែនេះគឺជាខែវស្សាពេលហ្នឹងដូចជារសៀលម៉ោង4ហើយស្មើនឹងគឺស្មើដល់ថ្ងៃទម្លាក់កម្ដៅទម្លាក់ពន្លឺហើយប៉ុន្តែនិយាយពីថាឡើងខ្យល់បក់ឡើងលហៀតែម្ដងហើយបើរំលឹកពីអតីតកាលវិញវាលស្រែនេះគឺជាវាលដែលខ្ញុំធ្លាប់ច្រូតស្មៅហើយធ្លាប់ចងសន្ទូចអីអញ្ចឹងទៅបងប្អូននិយាយថាពេលមកផ្ទះហ្នឹងគិតដល់ឥឡូវនេះខ្ញុំអាយុ30ឆ្នាំជាងហើយប៉ុន្តែនៅតែវាស្រឡះដដែលគេអត់មានធ្វើផ្ទះធ្វើអីទេសារខែវស្សាឡើងវាមានទឹកឡើងមកនៅមុខផ្ទះអីអញ្ចឹងដែរក៏ហើយឥឡូវហ្នឹងក៏មានអ្នកធ្វើផ្ទះមួយដែរប៉ុន្តែវាមុខផ្ទះខ្ញុំគឺស្រឡះធេងតែម្ដងខ្យល់បក់មកឡើងត្រជាក់ស្រឹបអញ្ចឹងនាំក្មេងៗនាំកូននាំប្អូនទៅចាប់តាដើរទៅជួបលបែងកំសាន្តដែលធ្លាប់លេងពីក្មេងណាបងប្អូនខ្ញុំស្មានតើវាលេងមានហើយអាហ្នឹងនៅកាលនៅពីក្មេងខ្ញុំហៅថាតុកតុលហ្នឹងវាមានដូចជានៅក្នុងដីដែលកន្លែងណាមានផលខ្សាច់អញ្ចឹងវាមានរួនខូចហើយយើងអត់ដឹងថាវានៅក្នុងប្រឡោះមួយណាទេហើយអាសត្វតុកតុលនោះវាស្តៀងនឹងចៃមនុស្សយើងអញ្ចឹងគាត់ថាវារាងធំហើយវាអត់គួរឲ្យខ្លាចឬក៏វាអត់ខាំអីដែរហើយអង្ការពីក្មេងរបៀបលេងរបស់យើងគឺរបៀបថាយើងស្ដោះទឹកមាត់ចូលក្នុងនឹងទៅដល់ពេលវារបៀបថាវាមានសើមទៅវារុកចេញមកខាងក្រៅហើយឬក៏យើងយកសក់របស់យើងហ្នឹងយកទៅរុកក្នុងនឹងទៅវារសើបទៅវាចេញមកក្រៅប៉ុន្តែខ្ញុំឲ្យប្អូនរកដែរប៉ុន្តែរកអត់ឃើញឬក៏វាមានតែ1 2អញ្ចឹងទៅយើងរកអត់ឃើញកាលពីក្មេងវិញគឺថាសបោហ្មងយើងរុកទៅសក់ឬក៏ស្ដោះទឹកមាត់ចូលទៅក្នុងនឹងទៅវាចេញមកហើយយើងយកវាមកលេងដាក់លើបាតដៃអីអញ្ចឹងទៅអាហ្នឹងលបែងកំសាន្តនៅពីក្មេងបងប្អូនយើងគ្មានទូរស័ព្ទមើលគ្មានអីមានតែអញ្ចឹងឯងឲ្យតែបានថាមានរុនតុកតលកន្លែងណាហើយគឺថានៅនឹងនៅកវល់ជុំវិញនឹងដើម្បីចាក់តុកតលចេញអញ្ចឹងបងប្អូនខ្ញុំវាធ្លាប់លេងដែរដោយសារវាធំធាត់មកហ្នឹងវានៅក្មេងវាបានលេងអញ្ចឹងដែរតែបើក្មួយខ្ញុំវាអត់សូវដឹងទេវាដឹងថាស្ទឹងតុកតលហ្នឹងមិនពូវាអត់ដែរលេងអញ្ចឹងណាក្មេងៗឥឡូវគេអត់សូវស្គាល់អញ្ចឹងបងប្អូនខ្ញុំគាត់តែឃើញតុកតលភ្លាមវាដាក់គូតយកដៃរុកយកហ្មងតែអត់ឃើញអត់បានឃើញបងប្អូនបើសិនជាបានឃើញខ្ញុំដាក់លើបាត់ដៃបង្ហាញបងប្អូនបានតែពេលរកអត់ឃើញអញ្ចឹងទៅមិនដឹងបង្ហាញថាហើយមនុស្សខ្ញុំនេះជាប្រភេទឆ្នាំស្វាបងប្អូនអើយពីក្មេងបើថាជើងចាប់ទុំកន្លែងណាហើយគឺមិនអោយរួចពីកណ្ដាប់ដៃខ្ញុំទេដល់ទៅពេលចាស់ហើយហ្នឹងដើរឃើញដើមជើងចាប់និយាយពីថារុករតែម្ដងបងប្អូនធ្លាប់ញ៉ាំអត់អាជើងចាប់ហ្នឹងរសជាតិវាពេលទុំទៅរៀងផ្អែមឡមហើយគ្រាប់វាច្រើនមែនតែម្ដងតែនេះវានៅខ្ចីញ៉ាំអត់កើតទេរៀងល្វីងខ្ញុំស្មានតែដាច់ពូជទៅហើយបងប្អូនអើយដោយសារមកធ្វើការនៅស្រុកកំពែងយូរពេកទៅអត់ដែលបានទៅធ្វើស្រែទៅសង្ឃថាមិនដឹងថាដើមជើងចាប់ហ្នឹងឥឡូវមានអត់ផងហើយខានហូបផ្លែជើងចាប់នេះរៀងយូរដែរពីក្មេងបងប្អូនឲ្យទៅតាមកពតមានដើមជើងចាប់ហ្នឹងបើកសន្លឹកវាមកនិយាយពីថាទុំឡងក្រហមច្រើនតែម្ដងចាបងប្អូនសម្រាប់វីដេអូនេះរៀងរៀបរាប់ច្រើនបន្តិចហើយធ្វើវីដេអូនេះឡើងក្នុងគោលបំណងរំលឹកអនុស្សាវរីយ៍ខ្លះនៅពីក្មេងអីអញ្ចឹងណាបងប្អូនហើយវីដេអូនេះក៏អត់ទាន់ចប់ដែរបងប្អូនអាចនៅទស្សនាបន្តទៀតបានហើយខ្ញុំនឹងដាក់សកម្មភាពនឹងសំឡេងផ្ទាល់តែម្ដងអញ្ចឹងខ្ញុំក៏ជម្រាបលាបងប្អូនត្រឹមនេះសិនណាបងប្អូនអរគុណច្រើនចាំជួបគ្នានៅវីដេអូតទៀតណាខ្ញុំនៅមានវីដេអូតទៀតអរគុណជម្រាបលាបាយបាយដើមស្នាយដើមស្នាយអានឹងងើយងាប់ទេអានឹងអត់អង្គុយនេះដៃបេះដូងពីរនាក់ចឹង
Thân đi, à thân nụ.